ព្រះគម្ពីរហេណុកចំពុកទី94អោបើសិនជាភ្នែករបស់ខ្ញុំគឺជាពពកនៃទឹកទៅអេះនោះខ្ញុំនឹងអាចយំសម្រាប់អ្នកខ្ញុំនឹងបង្ហូរទឹកភ្នែករបស់ខ្ញុំឲ្យដូចជាទឹកភ្លៀងធ្លាក់ដើម្បីឲ្យចិត្តខ្ញុំបានសម្រាលពីទុក្ខព្រួយទាំងឲ្យបាននេះទៅតើអ្នកណាបានអនុញ្ញាតឲ្យអ្នកដើម្បីស្អប់នឹងប្រព្រឹត្តបំពានច្បាប់ការជំនុំជម្រះនឹងឆក់យកអ្នកអោពួកមានបាបអើយអោពួកសុចរិតអើយកុំឲ្យភ័យខ្លាចចំពោះមនុស្សអាក្រក់ឡើយពីព្រោះមានពេលមួយព្រះនឹងនាំយកពួកគេទៅក្នុងអំណាចរបស់អ្នកវិញម្ដងហើយនៅពេលនោះអ្នកអាចសងសឹកចំពោះពួកគេតាមអ្វីដែលខ្លួនអ្នករាល់គ្នាប្រាថ្នាចង់បានវិញជាមិនខានវេទនាដល់អ្នកដែលនឹងចងកិច្ចសន្យាដ៏អាក្រក់ហើយមិនព្រមដោះលែងកិច្ចសន្យានោះពីពួកគេត្បិតការបោកត្បិតការប្រោសឲ្យជានឹងត្រូវរើចេញឆ្ងាយពីអ្នកដែរដោយសារការប្រព្រឹត្តបាបរបស់អ្នកបែបដូចនេះវេទនាដល់អស់អ្នកដែលសងទៅដល់អ្នកជិតខាងខ្លួនដោយការអាក្រក់ត្បិតអ្នកនឹងត្រូវបានសងត្រឡប់មកវិញតាមទង្វើដែលអ្នកបានប្រព្រឹត្តនោះវិញជាមិនខានវេទនាដល់អ្នកដែលធ្វើទីបន្ទាល់คล้ายគឺជាអ្នកដែលធ្វើឲ្យមានអំពើទុច្ចរិតធ្ងន់ធ្ងរឡើងថែមទៀតពួកអ្នកនឹងត្រូវវិនាសទៅយ៉ាងឆាប់រហ័សបំផុតវេទនាដល់អ្នកដែលជាមនុស្សមានបាបអើយត្បិតអ្នកបានបដិសេធពួកមនុស្សសុចរិតហើយអ្នករីករាយតែជាមួយនឹងអស់អ្នកដែលប្រព្រឹត្តការទុច្ចរិតដូច្នេះនោះនឹមរបស់ពួកគេនឹងត្រូវដាក់នៅលើអ្នកហើយក៏បានឈ្នះផងចំពុកទី94ចប់តែប៉ុណ្ណេះនិយាយថាខ្លីៗដោយសារតែបាត់ខ្លះប៉ុន្តែយើងអរគុណព្រះអង្គនៅក្នុងចំណុចចំពុកហ្នឹងវាមានសេចក្តីសំខាន់មួយគឺចងកិច្ចសន្យាលោកអ្នកអត់ដឹងគឺខ្ញុំនឹងបញ្យល់ចំណុចនេះបន្តិចចងកិច្ចសន្យាមានថាឧទាហរណ៍ថានៅក្នុងសម័យនេះចងការប្រាក់ឬក៏យើងបញ្ចាំទ្រព្យហើយនៅក្នុងគោលការណ៍នៃការបញ្ចាំនោះគេមានកិច្ចសន្យាលោកបងប្អូនជាការប្រាក់ជាការពិន័យជាការដែលកំណត់របស់គេដើម្បីនឹងទាមទារអ្វីមួយឧទាហរណ៍ថាបើសិនជាយើងយកប្លង់ផ្ទះទៅដាក់ធនាគារក្នុងរយៈពេល3ខែបើសិនជាយើងមិនបានដោះស្រាយការទូទាត់ការបង់ប្រចាំខែទេគេនឹងរឹបអូសយកផ្ទះនឹងហើយជាហៅថាចងកិច្ចសន្យាអញ្ចឹងហើយបានជានេះជាកិច្ចសន្យាអាក្រក់បងប្អូននៅក្នុងសេចក្តីនេះលោកហៅដែរនោះបានប្រាប់ថាការប្រោសឲ្យជាគ្មានសម្រាប់អ្នកទេមនុស្សដូច្នេះទេដូច្នេះអ្នកដែលចងការប្រាក់អ្នកដែលចូលចិត្តចងកិច្ចសន្យារបស់ហ្នឹងគឺអត់មានការទទួលការប្រោសជាទេអធិដ្ឋានក៏ប្រងមិនឆ្លើយតបដែរដូច្នេះហើយដោយសារស្អីនេះទាំងអស់ហ្នឹងដែលជាសេចក្តីថ្លែងរបស់តាមមាត់ហោរាដ៏បរិសុទ្ធយើងឃើញថាពួកអ្នកដែលធ្វើការទាំងអស់ហ្នឹងភាគច្រើនមានជំងឺបងប្អូនណាមានជំងឺហើយជាប្រភេទជំងឺធ្ងន់ធ្ងរទៀតដូច្នេះហើយបានជានេះជាអំពើទុច្ចរិតមួយដែលយើងជាអ្នកដែលជឿព្រះអង្គត្រូវជឿឲ្យឆ្ងាយពីការចងការបងប្អូនហើយមួយទៀតគឺនៅពេលដែលយើងមានគំនិតឬក៏ធ្វើការអាក្រក់សម្រាប់អ្នកជិតខាងហើយសេចក្តីនេះដូចទៅនឹងអ្វីដែលព្រះយេស៊ូវព្រះអង្គមានបន្ទូលបង្រៀននៅពេលព្រះអង្គចាប់ផ្ដើមប៉ុនទៅព្រះអង្គមានបន្ទូលថាចូលឲ្យស្រឡាញ់ដល់អ្នកជិតខាងខ្លួនដូចខ្លួនឯងហើយមួយទៀតនៅពេលដែលយើងចង់ឲ្យគេប្រព្រឹត្តចំពោះយើងយ៉ាងម៉េចយើងត្រូវតែប្រព្រឹត្តចំពោះគេយ៉ាងនោះដែរអញ្ចឹងនៅក្នុងទំនាយមុនដែលព្រះយេស៊ូវព្រះអង្គយើងមកនេះតាមរយៈមាត់ហោរាគឺបានបញ្ជាក់ច្បាស់ហើយថានៅពេលដែលយើងមានគំនិតអាក្រក់ចំពោះអ្នកដទៃក៏មានសេចក្តីអាក្រក់នឹងតបស្នងមកយើងភ្លាមដែរអញ្ចឹងគឺដូចគ្នាបងប្អូនអត់ខុសគ្នាទេព្រះបន្ទូលព្រះអង្គទោះបីជាមុនតាមរយៈហោរាក៏ដោយទោះបីជាព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទទ្រង់មានបន្ទូលក៏ដោយគឺដូចគ្នាអត់មានខុសអត់មានទាស់អត់មានបែរចេញឆ្ងាយពីសេចក្តីសុចរិតនិងសេចក្តីត្រឹមត្រូវទេ
ហើយឥឡូវនេះខ្ញុំនឹងបន្តចំពុកទី95ព្រះគម្ពីរហេណុកចំពុកទី95ចូលរងចាំដោយសង្ឃឹមចុះអោពួកសុចរិតអើយត្បិតអីពួកមនុស្សមានបាបនឹងត្រូវវិនិច្ឆ័យចេញពីមុខអ្នកយ៉ាងឆាប់រហ័សជាមិនខានពួកអ្នកនឹងមានកម្លាំងគ្រប់គ្រងនៅលើពួកគេតាមចិត្តប្រាថ្នារបស់អ្នកជាពិតប្រាកដដូច្នេះហើយបានជាខ្ញុំសូមបើកវងកញ្ចក់តិចនៅក្នុងចំពុកមុនក៏ដូចជាខនេះគឺបានបញ្ជាក់ច្បាស់ថាលោកអ្នកបងប្អូនសូមកត់ចំណាំកន្លែងនេះណាគឺបើសិនជាលោកអ្នកបងប្អូនកំពុងតែរស់នៅផែនដីសពថ្ងៃនេះខ្ញុំមិននិយាយពីមុនទេនិយាយឥឡូវបើសិនជាលោកអ្នកកំពុងតែជឿដល់ព្រះអង្គហើយបម្រើដល់ព្រះអង្គហើយមានមនុស្សមិនថាអ្នកធំមិនថាអ្នកតូចដែលបៀតបៀនហើយធ្វើទុកអ្នករាល់គ្នាដោយអត់ហេតុដោយព្រោះសេចក្តីស្អប់ឬក៏ដោយសារយើងជឿដល់ព្រះនាមព្រះអង្គលោកអ្នកត្រូវចងចាំថាកុំឲ្យខ្លាចហេតុអីបានជាព្រះអង្គមានបន្ទូលថាកុំឲ្យខ្លាចពីព្រោះនៅក្នុងសម័យនេះនៅក្នុងចំនួនរបស់យើងគឺវាមានតែ100ឆ្នាំឬ120ឆ្នាំទេប៉ុន្តែនៅចំនួនមួយដែលជាជីវិតអស់កលជានិច្ចពួកគេនឹងត្រូវបានប្រគល់មកកាន់កណ្ដាប់ដៃអ្នករាល់គ្នាអស់លោកអ្នករាល់គ្នាពីព្រោះថាអ្នកណាដែលមានរឿងជាមួយអស់លោកអ្នករាល់គ្នាគឺព្រះអង្គនឹងប្រគល់អ្នកនឹងមកនៅពេលចុងក្រោយឲ្យអ្នករាល់គ្នាធ្វើតាមតែអំពើចិត្តអញ្ចឹងនេះជាព្រះបន្ទូលព្រះអង្គហើយមិនមែនជាការដែលគេហៅថាចេះតែនិយាយស្មានទេលោកអ្នកបងប្អូនណាគឺយើងមានរឿងជាមួយអ្នកណានៅលើផែនដីនេះឬក៏អ្នកណាមួយដែលបង្ករឿងចំពោះយើងថ្ងៃចុងក្រោយគេនឹងត្រូវជួបមុខជាមួយនឹងយើងម្ដងទៀតដើម្បីទូទាត់គ្នាហើយគេនឹងត្រូវព្រះអង្គប្រគល់មកឲ្យយើងដោះស្រាយបើមិនគេមានរឿងជាមួយយើងត្រូវគេហៅថាខ្លាចជាអ្នកដែលកាត់ក្តីដល់គេអរគុណព្រះអង្គបន្តទៅទៀតនៅក្នុងថ្ងៃនៃការរងទុក្ខវេទនារបស់ពួកមនុស្សមានបាបតែចំណែកពូជពងរបស់អ្នករាល់គ្នាវិញនឹងត្រូវបានសង់ឡើងយ៉ាងខ្ពស់ក៏នឹងត្រូវបានលើកឡើងដូចជាសត្វឥន្ទ្រីឯទីជម្រករបស់អ្នកវិញនឹងត្រូវនៅខ្ពស់ជាងសម្បុករបស់សត្វថ្មាតអ្នកនឹងឡើងទៅហើយចូលទៅក្នុងរូងនៃផែនដីនឹងចូលទៅក្នុងក្រហែងថ្មជារៀងរហូតដូចជាសត្វទន្សាយនៅចំពោះភ្នែករបស់ពួកមនុស្សអាក្រក់គឺជាពួកអ្នកដែលនឹងត្រូវធ្ងោត្អូញត្អែហើយយំស្រែកដូចជាសំឡេងរោនៅចំពោះអ្នកចូលកុំឲ្យភ័យខ្លាចចំពោះអស់អ្នកដែលធ្វើឲ្យអ្នកវឹកវរឡើយត្បិតការស្ដារឡើងវិញជារបស់អ្នកពន្លឺដ៏ចែងចាំងមួយនឹងភ្លឺជុំវិញអ្នកហើយសំឡេងនៃសេចក្ដីសុខសាន្តនឹងបានត្រូវឮចេញពីឋានសួគ៌មកចំពោះអ្នកវេទនាដល់អស់អ្នកដែលជាមនុស្សមានបាបអើយត្បិតទ្រព្យសម្បត្តិរបស់អ្នកបានធ្វើឲ្យសម្បកក្រៅរបស់អ្នកស្រដៀងនឹងមនុស្សបរិសុទ្ធប៉ុន្តែចិត្តរបស់អ្នកបានរំលឹកហើយស្គាល់ថាអ្នកជាមនុស្សមានបាបទេពាក្យទាំងនេះនឹងធ្វើជាទីបន្ទាល់ទាស់នឹងអ្នកត្បិតអំពើអាក្រក់របស់អ្នកនឹងចងចាំក៏នឹងរំលឹកចំពោះអ្នកមិនដែលភ្លេចវេទនាដល់អស់អ្នកដែលយកចំណីអាហារឬការបរិភោគទុកជាស្រីល្អហើយក៏ផឹកទឹកពីជម្រៅនៃក្បាលទឹកដើម្បីបំពន់កម្លាំងប៉ុន្តែបានជន់ឈ្លីនឹងធ្វើឲ្យអ្នកដែលនៅក្រោមអំណាចឆ្អែតចិត្តវេទនាដល់អ្នកដែលផឹកទឹកគ្រប់ពេលវេលាត្បិតអីអ្នកនឹងត្រូវទូទាត់សងមកវិញដោយការឆេះបំផ្លាញហើយនឹងត្រូវក្រៀមស្វិតទៅព្រោះអីអ្នកបានបោះបង់ចោលប្រភពទឹកនៃជីវិតវេទនាដល់អស់អ្នកដែលប្រព្រឹត្តដោយសេចក្តីទុច្ចរិតនិងសេចក្តីប្រមាថមើលងាយសេចក្តីទាំងអស់នោះនឹងនឹកចាំអំពីអ្នកហើយត្រឡប់មកប្រឆាំងអ្នកគឺជាអំពើអាក្រក់ដែលនឹងទាស់មកកាន់អ្នកវិញវេទនាដល់អ្នកដែលជាអ្នកមានអំណាចដែលប្រើអំណាចរបស់ខ្លួនវាយពួកសុចរិតឲ្យដួលចុះត្បិតនៅថ្ងៃនៃការបំផ្លាញរបស់អ្នកនឹងត្រូវមកដល់ខណៈពេលដែលពេលវេលាយ៉ាងវែងនិងល្អនឹងត្រូវបានជាចំណែកនៃពួកសុចរិតសូម្បីតែនៅក្នុងកំឡុងពេលនៃការជំនុំជម្រះរបស់អ្នកចំពុកទី95ខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះ
dương nơi không này đôi khi thế cứ chương chỉ ca lương thực chất sầm rập phụ nè bò đi sọt phụ nè sọt chỉ cứ mê than nè để chưa đó ongហើយនៅពេលដែលជឿដល់ព្រះអង្គព្រះគម្ពីរបានចែងថាព្រះអង្គបានរាប់អ្នកដែលជឿនឹងថាជាសុចរិតអញ្ចឹងនៅពេលដែលព្រះគម្ពីរនោះបាននិយាយអំពីពួកបរិសុទ្ធពួកសុចរិតហ្នឹងគឺមានថាពួកអ្នកដែលជឿព្រះអង្គហើយដូច្នេះកុំឲ្យខ្លាចកុំឲ្យភ័យកុំឲ្យតក់ស្លុតចំពោះស្ថានភាពដែលនឹងកើតឡើងចំពោះយើងដែលនៅលើផែនដីនេះឡើយពីព្រោះពេលវេលារបស់ផែនដីវាខ្លីឆាកជីវិតយើងនៅលើផែនដីក៏វាខ្លីដែរវាមិនវែងប្រហែលទេត្រឹមជាង100ឆ្នាំដូច្នេះហើយសូមរស់ឲ្យត្រូវទៅតាមបំណងផែនដីព្រះអង្គហើយសូមរក្សាសេចក្តីជំនឿរបស់លោកអ្នកបងប្អូនដើម្បីឲ្យលោកអ្នកបងប្អូននឹងទទួលបានមរតកដែលនៅពេលក្រោយដែលព្រះអង្គនឹងរៀបចំជូនដល់លោកអ្នកបងប្អូននិងខ្ញុំនៅថ្ងៃនោះខ្ញុំបញ្ចប់ជំពូកទី95តែប៉ុណ្ណេះហើយនឹងបន្តទៅទៀតនៅជំពូកទី96សូមព្រះអង្គប្រទានពរព្រះគម្ពីរហេណុកជំពូកទី96ចូលមានជំនឿឡើងអោពួកសុចរិតអើយដែលថាពួកមានបាបនឹងត្រូវអាម៉ាស់មុខហើយនឹងត្រូវវិនិច្ឆ័យនៅក្នុងថ្ងៃនៃការវិនិច្ឆ័យអំពើអាក្រក់មកដល់ចូលឲ្យដឹងខ្លួនហើយប្រុងស្មារតីចុះត្បិតព្រះដ៏ខ្ពស់បំផុតទ្រង់នឹងនឹកចាំអំពីការហិនវិនិច្ឆ័យរបស់ពួកឯងហើយពួកទេវតានឹងអរសប្បាយនៅលើការវិនិច្ឆ័យរបស់ឯងដែរតើឯងនឹងត្រូវធ្វើអ្វីទៀតអោពួកមានបាបអើយតើឯងនឹងរត់ទៅកន្លែងណាឲ្យបានផុតនៅក្នុងថ្ងៃនៃការជំនុំជម្រះហើយនៅពេលនោះឯងនឹងបានឮសំឡេងនៃសេចក្តីអធិដ្ឋានរបស់ពួកសុចរិតហើយពួកឯងនឹងមិនដូចពួកគេឡើយពួកគេគឺជាទីបន្ទាល់ស្មោះត្រង់ដែលប្រឆាំងនឹងពួកឯងគឺជាក្រុមនៃពួកមានបាបនៅក្នុងថ្ងៃនោះសេចក្តីអធិដ្ឋានរបស់ពួកសុចរិតនឹងត្រូវឡើងទៅចំពោះព្រះគឺនៅពេលដែលថ្ងៃនៃការជំនុំជម្រះរបស់ពួកឯងនឹងត្រូវមកដល់ហើយគ្រប់ទាំងសកម្មភាពនៃអំពើអាក្រក់របស់ពួកឯងនឹងត្រូវរៀបរាប់នៅចំពោះមុខព្រះដ៏ធំហើយបរិសុទ្ធដូច្នេះតាមសេចក្តីនៅក្នុងខទី1ដល់ខទី4នេះគឺមានន័យថានៅពេលដែលមានមនុស្សប្រឆាំងតនឹងយើងត្រូវតែអធិដ្ឋានព្រះអង្គជាទូទៅព្រះយេស៊ូវបង្រៀនថាឲ្យអធិដ្ឋានអត់ទោសឲ្យគេប៉ុន្តែលោកអ្នកបងប្អូនហើយនៅពេលដែលនៅក្នុងចំណុចនេះនៅក្នុងព្រះគម្ពីរសញ្ញាចាស់មួយខ្ញុំភ្លេចហើយប៉ុន្តែខ្ញុំគ្រាន់តែចាំព្រះបន្ទូលព្រះអង្គថានៅពេលយើងអធិដ្ឋានអត់ទោសគេដូចជាយករងើកភ្លើងទៅគោលើក្បាលគេអញ្ចឹងមានថាបើទោះជាព្រះអង្គមិនទាន់ឆ្លើយតបឬមិនទាន់ធ្វើអីក៏ដោយប៉ុន្តែសេចក្តីអធិដ្ឋាននឹងត្រូវបានកត់ត្រាទុកហើយនៅក្នុងខនេះបានបញ្ជាក់ប្រាប់ថានៅថ្ងៃជំនុំជម្រះព្រះអង្គនឹងសើរើហើយព្រះអង្គនឹងប្រមូលនៅភ័ស្តុតាងដែលជាកន្លែងពីការអធិដ្ឋានរបស់យើងពីទីបន្ទាល់ដូចជាធម្មជាតិដែលព្រះអង្គបង្កើតមកដូចជាស្មៅដូចជាសន្ទឹកសន្សើមដូចជាខ្យល់ដូចជាថ្ងៃហ្នឹងគឺត្រូវធ្វើទីបន្ទាល់ថ្វាយទៅដល់ព្រះអង្គដើម្បីទាស់ជាមួយនឹងអ្នកមានបាបហ្នឹងអត់មានការអីលាក់កំបាំងឬក៏ការដោះសារណាមួយដែលអាចគេយួចនោះឡើយខ្ញុំបន្តទៀតចំពុកទី96ខ5មុខរបស់ពួកឯងនឹងត្រូវគ្របដោយការអាម៉ាស់ខណៈដែលគ្រប់ទាំងអំណាចដែលបានមកដោយអំពើអាក្រក់របស់ឯងនឹងត្រូវរត់ចេញពីឯងទៅវេទនាដល់អស់អ្នកអោពួកមានបាបអើយគឺពួកអស់អ្នកដែលនៅកណ្ដាលនៃសមុទ្រនិងនៅលើដីគោកទីកន្លែងដែលពួកឯងរស់នៅនោះវានឹងកត់ត្រាពីអំពើអាក្រក់របស់ឯងហើយបែរមកប្រឆាំងដល់ពួកឯងវិញវេទនាដល់អ្នកដែលរកបានមាសប្រាក់ដោយមិនសុចរិតហើយនិយាយថាពួកយើងគឺជាអ្នកមានជាអ្នកដែលកាន់កាប់ទ្រព្យសម្បត្តិយ៉ាងច្រើនហើយយើងនឹងអាចប្រាថ្នាអ្វីៗទាំងអស់តាមដែលយើងចង់បានឥឡូវនេះឬក៏បន្តិចទៀតក៏បានយើងនឹងធ្វើអ្វីដែលជាក្តីស្រមៃរបស់យើងព្រោះយើងបានប្រមូលប្រាក់ពេញជង្រុករបស់យើងហើយច្រើនដូចជាទឹកយើងមានអ្នកបម្រើជាច្រើននៅក្នុងគ្រួសាររបស់យើង
cứ đôi chỉ tức mền cứ chỉ biết sống đây của họ là bỏ anh nâng hô tới ngay tới bật rọt sầm bát nâng mình ai nơi chỉ mùi anh tỉ con tay viên nâng hô tranh tư dạng chập rồi ha pi pro phụ anh rột bàn viên nơi group tiếng ca tôi chỉ rất tí bằng phật anh nâng tụi bàn bọn đặt ra một mình hay là níខ្ញុំស្បត់ចំពោះអ្នកអោពួកអ្នកដែលឆ្លាតនិងពួកដែលល្ងងទាំងឡាយអើយដែលអ្នកបានសង្កេតមើលឃើញជាញឹកញាប់លើផែនដីហើយគឺអ្នកគឺជាបរិសុទ្ធប៉ុន្តែការស្លៀកពាក់លើខ្លួនរបស់គេស្រស់ឆើតជាងមនុស្សស្រីម្នាក់ដែលរៀបការទៅទៀតគ្រប់កន្លែងលើខ្លួនរបស់គេតម្រៀបរបស់យ៉ាងថ្លៃថ្នូរក្នុងភាពអស្ចារ្យក្នុងភាពមានអំណាចនិងក្នុងការបង្ហាញឲ្យឃើញថាគេជាអ្នកមានប្រាក់ប៉ុន្តែមាសក្រណាត់ពណ៌ស្វាយកិត្តិយសនិងទ្រព្យសម្បត្តិប្រៀបដូចជាទឹកដែលនឹងហូរចេញទៅឆ្ងាយចំណេះវិជ្ជាជ្រៅជ្រះក៏ដូចជាប្រាជ្ញាមិនមែនជារបស់ពួកគេទេដូច្នេះហើយពួកគេនឹងត្រូវវិនិច្ឆ័យទាំងអស់គ្នាជាមួយទ្រព្យសម្បត្តិរបស់ពួកគេជាមួយស្រីល្អទាំងអស់របស់ពួកគេហើយជាមួយនឹងកិត្តិយសទាំងឡាយរបស់ពួកគេដែរជាមួយនឹងភាពអាម៉ាស់ជាមួយនឹងការកាប់សម្លាប់ជាមួយនឹងភាពទាល់ក្រខ្វះខាតព្រមទាំងវិញ្ញាណរបស់ពួកគេដែលនឹងត្រូវរុញចូលទៅក្នុងគុកភ្លើងមួយខ្ញុំសូមស្បត់ចំពោះអ្នកអោពួកមានបាបអើយថាដែលភ្នំធំឬភ្នំតូចមិនអាចคลายជាអ្នកបំរើស្រីជាយ៉ាងណានោះអំពើអាក្រក់ក៏មិនត្រូវបានបញ្ជូនចុះមកកាន់យើងនៅលើផែនដីដែរប៉ុន្តែមនុស្សគឺមនុស្សបានបង្កើតវាឡើងដោយដៃរបស់គេដោយផ្ទាល់ហើយក៏ត្រឡប់ជាបណ្ដាសាយ៉ាងធំដល់អស់អ្នកដែលធ្វើវារីឯការគ្មានកូនមិនត្រូវបានផ្ដល់ទៅឲ្យមនុស្សស្រីទេប៉ុន្តែដោយសារអំពើប្រព្រឹត្តរបស់ដៃនាងផ្ទាល់ហើយនាងនឹងត្រូវស្លាប់ទៅដោយគ្មានកូនខ្ញុំសូមស្បត់ចំពោះអ្នកអោពួកអ្នកមានបាបអើយដោយអាងដល់ព្រះដ៏ធំហើយបរិសុទ្ធថាដែលអំពើអាក្រក់ទាំងអស់របស់អ្នកគឺបានបើកបង្ហាញចេញឲ្យឃើញនៅក្នុងឋានសួគ៌ហើយគ្មានអ្វីណាមួយនៃអំពើអាក្រក់ដែលអ្នកបានធ្វើនិងសកម្មភាពផ្សេងទៀតរបស់អ្នកត្រូវបានលាក់កំបាំងឬនៅជាសម្ងាត់នោះឡើយសូមកុំគិតក្នុងចិត្តឲ្យសោះឬក៏កុំឲ្យនិយាយទៅកាន់បេះដូងដែរថាគ្រប់ទាំងអំពើអាក្រក់គឺមិនត្រូវបានសម្ដែងចេញឬមើលឃើញនោះឡើយនៅក្នុងឋានសួគ៌បានសរសេរចុះជារៀងរាល់ថ្ងៃនៅមុខព្រះដ៏ខ្ពស់បំផុតចាប់ពីពេលនេះតទៅវានឹងបង្ហាញឲ្យឃើញព្រោះគ្រប់ទាំងសកម្មភាពនៃការតាំងចិត្តដើម្បីធ្វើអំពើអាក្រក់នឹងត្រូវបានចុះក្នុងបញ្ជីរាល់ថ្ងៃរហូតទាល់តែដល់ពេលវេលានៃការផ្ដន្ទាទោសរបស់អ្នកត្រូវមកដល់ខ្ញុំសូមបញ្ជាក់នៅត្រង់ចំណុចហ្នឹងមានថាគ្រប់ទាំងសកម្មភាពនិងទង្វើដែលអ្នកដែលមិនជឿព្រះបានប្រព្រឹត្តទោះបីជាពួកគេទទួលទោសនៅលើផែនដីក្តីមិនទទួលទោសក្តីប៉ុន្តែនឹងត្រូវអាកាត់ឬក៏ការកាត់សេចក្តីម្ដងទៀតនៅពេលក្រោយហើយគ្រប់ទាំងទង្វើណាទាំងកាក់ទាំងសេនទាំងតិចទាំងតូចទាំងច្រើនទាំងធំគឺត្រូវបានសរុបនៅពេលចុងក្រោយហើយកិច្ចអត់ផុតទេប៉ុន្តែអ្នកដែលជឿដល់ព្រះអង្គម្ចាស់ព្រះយេស៊ូវទាំងខ្ញុំទាំងអស់លោកបងប្អូនជាអ្នកដែលមានពរណាពីព្រោះនៅពេលដែលយើងទទួលជឿហើយទទួលយកបុណ្យពិធីបុណ្យជ្រមុជទឹកព្រះអង្គបានមានបន្ទូលបញ្ជាក់ប្រាប់ថាព្រះអង្គនឹងលែងនឹកចាំពីអំពើបាបយើងតទៅទៀតហើយក៏លុបចោលអស់ទាំងសេចក្តីទុច្ចរិតដូច្នេះហើយតើលោកអ្នកបងប្អូនហើយយើងពិចារណាមើលថាតើក្តីជំនឿដែលយើងជឿដល់ព្រះអង្គតើមានតម្លៃឬក៏អត់មានតម្លៃគឺមានតម្លៃខ្លាំងណាស់បើយោងតាមព្រះគម្ពីរក្នុងនេះយើងឃើញថាគ្រប់ទាំងទង្វើអាក្រក់របស់មនុស្សគឺបានត្រូវបានកត់ទុកហើយទូទាត់គ្នាអត់រួចខ្លួនទេប៉ុន្តែនៅពេលដែលយើងជឿព្រះអង្គបានលុបចោលគ្រប់ទាំងការទុច្ចរិតរបស់យើងទាំងអស់ហើយយើងត្រឡប់ជាមនុស្សតែថ្មីហើយចាប់ពីពេលនោះតទៅយើងរាប់ថាជាស្អាតប៉ុន្តែ
មានលក្ខខណ្ឌមួយគឺសេចក្តីចាំបាច់នៃការដែលយើងទទួលជឿហើយនឹងទទួលពិធីបុណ្យជាមួយទឹកនោះគឺត្រូវការឲ្យយើងប្រែចិត្តដែរប្រែចិត្តពីការអាក្រក់នៅពេលយើងជឿព្រះអង្គហើយត្រូវស្រឡាញ់សេចក្តីយុត្តិធម៌ស្រឡាញ់ច្បាប់របស់ព្រះអង្គរឿងខ្លះយើងធ្វើមិនទាន់បានប៉ុន្តែសូមឲ្យព្រះអង្គជួយដល់យើងឲ្យផ្លាស់ប្រែបន្តហើយបន្តទៀតរហូតឲ្យយើងខ្លាយដូចជាមេសុទ្ធដូច្នេះរឿងនេះសំខាន់ណាស់សូមកត់ចំណាំទុកបន្តទៅទៀតខ្ញុំនឹងបន្តចំពោះ91បន្តទៀតវេទនាដល់អស់អ្នកអោមនុស្សងងខ្លៅអើយត្បិតអីអ្នកនឹងត្រូវវិនិច្ឆ័យនៅក្នុងសេចក្តីងងខ្លៅរបស់អ្នកផ្ទាល់ព្រោះអ្នកមិនព្រមចូលទៅឯប្រាជ្ញាដើម្បីស្ដាប់ក៏មិនប្រាថ្នាចង់បានឬមករកអ្វីដែលល្អផងឥឡូវនេះសូមឲ្យអ្នកដឹងថាអ្នកត្រូវបានបំរុងទុកសម្រាប់ថ្ងៃនៃការបំផ្លាញពួកមានបាបនិងគ្មានសង្ឃឹមបានរស់នៅហើយពេលវេលារបស់អ្នកកំពុងតែឆ្ពោះទៅរកសេចក្តីស្លាប់ត្បិតអ្នកមិនបានមើលទៅការចង្អុលបង្ហាញសម្រាប់សេចក្តីសង្គ្រោះរបស់អ្នកឡើយប៉ុន្តែគឺបានបំរុងទុកសម្រាប់ថ្ងៃនៃការជំនុំជម្រះដ៏ធំដូច្នេះហើយអ្នកដែលរឹងទទឹងអ្នកដែលរឹងចេះគឺព្រះអង្គហៅថាអ្នកអត់ប្រាជ្ញាហើយដែលបានជាដូច្នេះពីព្រោះថាដោយព្រោះតែគេយល់ឃើញថាពិសេសពួកអ្នកមានបងប្អូនណាមិនមែនទាំងអស់ទេពីព្រោះអ្នកមានខ្លះក៏គាត់ជាអ្នកដែលជឿដល់ព្រះអង្គហើយបានសង្គ្រោះដែរប៉ុន្តែខ្ញុំនិយាយនេះភាគច្រើនគឺដោយអាងលើគំនិតបញ្ញារបស់ខ្លួនហើយក៏មើលងាយដល់ការសង្គ្រោះរបស់ព្រះពីព្រោះវាមានភាពងាយស្រួលពេកហើយអ្នកខ្លះក៏គិតថាក្នុងការដើរតាមនៅក្នុងផ្លូវរបស់ព្រះគឺគេពិបាកទទួលយកដោយសាររឿងមួយចំនួនគេមិនអាចសម្រេចចិត្តធ្វើដោយគេហៅថាសម្រេចចិត្តធ្វើដោយខ្លួនឯងបានដូច្នេះហើយបានជាការទាំងអស់នឹងគឺព្រះអង្គប្រៀបធៀបថាដូចជាការល្ងងខ្លៅពីព្រោះថាបើយើងពិចារណាទៅលើក្នុងខនេះយើងនឹងអាចដឹងទៅដល់ព្រះបន្ទូលព្រះយេស៊ូវនៅក្នុងសញ្ញាថ្មីមួយផ្នែកទៀតគឺព្រះអង្គមានបន្ទូលថាបើសិនជាយើងបានទ្រព្យរបស់ឬផែនដីទាំងមូលហើយបាត់ព្រលឹងទៅតើយើងយកអ្វីនៅមកដូរព្រលឹងហើយដូច្នេះហើយយើងឃើញថាមនុស្សភាគច្រើនទទួលស្គាល់ការនឹងដែរនៅពេលដែលខ្លួនធ្លាក់ខ្លួនឈឺឬក៏ការណាមួយគឺអាចលក់ទ្រព្យសម្បត្តិដើម្បីព្យាបាលលេងយ៉ាងណាឲ្យគេហៅថាឲ្យតែមានសុខភាពល្អឲ្យបានរស់មានជីវិតរស់ប៉ុន្តែគេអត់ព្រមពិចារណាឃើញឲ្យទៅបានជីវិតមួយទៀតដែលប្រសើរជាងហើយដែលត្រូវនឹងគេហៅថាត្រូវនឹងស្លាប់ដែរអញ្ចឹងរូបភាពនេះដូចជាគំរូមួយអញ្ចឹងហើយបានជាទោះបីជាយើងលះបង់អ្វីទាំងអស់ដើម្បីឲ្យយើងប្រាថ្នាឲ្យបានយើងជាពីជំងឺឬក៏មានជីវិតរស់រានមានជីវិតអីចឹងទៅប៉ុន្តែរឿងមួយទៀតដែលគេគិតដល់គឺនៅពេលចុងក្រោយនៅពេលដែលបាត់បង់ជីវិតអស់កលជានិច្ចរឿងនេះគឺធ្ងន់ធ្ងរមែនទែនគឺធ្ងន់ធ្ងរមិនអាចយកអ្វីមកប្រៀបផ្ទឹមបានទេហើយដូច្នេះហើយបានជាអ្វីដែលអ្នកដែលជឿព្រះអង្គមានមោទនភាពហើយសប្បាយគឺដោយសារតែព្រះអង្គបានលុបលាងសម្អាតនៅសេចក្តីទុច្ចរិតហើយក៏បានកត់ឈ្មោះនៅក្នុងបញ្ជីជីវិតរបស់កូនជាមរឿងនេះសំខាន់ហើយគួរជាទីហៅថាធ្វើឲ្យយើងជាអ្នកជឿនឹងមានមោទនភាពលោកអ្នកត្រូវប្រាប់ខ្លួនឯងថាខ្ញុំមានមោទនភាពហើយដែលលោកហោរានុប្រាប់ថាចូលមានជំនឿឡើងអោពួកសុចរិតអើយអញ្ចឹងមានថាពួកអ្នកសុចរិតបាត់បង់សេចជំនឿដែរតាលោកទាំងប្រពន្ធបើយោងតាមខគម្ពីរដែលយើងបានអានមុននេះបន្តិចយើងឃើញថាពួកអ្នកសុចរិតបាក់ទឹកចិត្តពួកអ្នកសុចរិតបាត់បង់សេចជំនឿហេតុអីពីព្រោះតែពេលខ្លះព្រះអង្គមិនបានឆ្លើយតបលើសេចអត្ថានរបស់គេហើយចេះបានហោរាឲ្យលោកបានបង្រួមសេចក្តីមកឲ្យកូនចៅគាត់ក៏ដូចជាយើងដែលអ្នកដែលឮដែលដឹងនៅក្នុងព្រះគម្ពីរនេះឲ្យយើងដឹងថាពួកបរិសុទ្ធខ្លះក៏ធ្លាក់ទៅក្នុងអន្លង់នៃការបាត់បង់ជំនឿដែរដោយព្រោះថាការអធិដ្ឋាន
គ្មានការឆ្លើយតបពីព្រះអង្គប៉ុន្តែលោកហោរ៉ៃនោះបានសង្កត់ធ្ងន់ថាគឺត្រូវឲ្យយើងនឹងរក្សាចិត្តហើយដែលបានត្រូវរក្សាចិត្តពីព្រោះបើទោះជាព្រះអង្គមិនទាន់ឆ្លើយតបនៅក្នុងគ្រានឹងក៏ដោយប៉ុន្តែគ្រប់ទាំងទង្វើសកម្មភាពដែលគេបំពេញនៅចំពោះយើងនឹងត្រូវនៅខែចុងក្រោយលែងមានស្អីរារាំងសេចក្តីអធិដ្ឋាននៅទៀតហើយអញ្ចឹងមានការអធិដ្ឋានមានការរារាំងណាបងប្អូនយើងមើលគាត់នៅចំណុចប្រមាណចំណុចយើងអាចកត់សម្គាល់បានច្រើនយ៉ាងមែនទែនទី1ពួកបរិសុទ្ធអាចបាក់ទឹកចិត្តបាត់បង់សេចក្តីជំនឿទី2ការអធិដ្ឋានព្រះអង្គមិនឆ្លើយតបដោយមានការរារាំងប៉ុន្តែនៅពេលចុងក្រោយនឹងលែងមានការរារាំងទៀតហើយគឺដល់ការជំនុំជម្រះធំមកដល់គឺសេចក្តីដែលបានកត់ទុកពីការអធិដ្ឋានព្រះនេះត្រូវយកទៅនៅចំពោះព្រះនិយាយឃើញទេអញ្ចឹងយើងជាអ្នកដែលជឿព្រះអង្គមានឧបសគ្គច្រើនមែនទែនការអធិដ្ឋានខ្លះគឺអត់បានមិនអាចឡើងទៅដល់កន្លែងបល្ល័ង្ករបស់ព្រះអង្គទេអញ្ចឹងបងប្អូនត្រូវតែយល់ដល់ចំណុចនឹងផងដែរយើងនៅក្នុងការចំណុចដែលយើងមួយយើងអានសូមចាប់អារម្មណ៍ហើយសូមកត់សម្គាល់ប៉ុន្តែបើសិនជាយើងពឹងផ្អែកលើព្រះអង្គហើយទុកចិត្តពាក្យថាទុកចិត្តនឹងគឺមិនមែនជារឿងធម្មតាមិនមែនជារឿងលេងសើចដូចដែលយើងនិយាយទេបងប្អូនតើនៅក្នុងដែលយើងលំបាកតបប្រមល់ធុញថប់តើធ្វើយ៉ាងម៉េចឲ្យយើងអាចទុកចិត្តដល់ព្រះអង្គបានបើសិនជាលោកអ្នកនៅក្នុងគ្រាដែលធុញថប់តបប្រមល់ឬក៏អស់សង្ឃឹមហើយលោកអ្នកនៅតែទុកចិត្តព្រះអង្គបានគឺមានថាលោកអ្នកបងប្អូនគ្រាន់បើហើយអស់ចាតែម្ដងពីព្រោះថារឿងខ្លះព្រះអង្គមិនធ្វើការប៉ុន្តែយើងអាចរក្សាសេចក្តីទំនុកចិត្តនៅលើព្រះអង្គបានហើយមនុស្សបែបហ្នឹងគឺព្រះអង្គសរសើរអរគុណព្រះអង្គហើយដែលបានជាព្រះអង្គសរសើរអ្នកដែលទុកចិត្តព្រះអង្គនៅពេលព្រះអង្គមិនឆ្លើយតបអញ្ចឹងពីព្រោះខ្ញុំធ្លាប់អាននៅក្នុងវិវរណៈព្រះអង្គទ្រព្យសរសើរមនុស្សមួយចំនួនគឺគេហៅថាព្រះអង្គបានទទួលស្គាល់ថាព្រះអង្គមិនបានធ្វើការឬក៏ឆ្លើយតបនឹងការអធិដ្ឋានរបស់អ្នកដែលត្រូវការនៅក្នុងទីអធិដ្ឋានប៉ុន្តែគេនៅតែរងចាំគេនៅតែរក្សាភាពទុកចិត្តហ្នឹងអញ្ចឹងបងថាព្រះអង្គសរសើរអញ្ចឹងអស្ចារ្យមែនទេបងប្អូនដូច្នេះហើយបានជាការដែលទុកចិត្តនេះមិនធម្មតាមិនស្រួលហើយបើអ្នកមិនចេះទុកចិត្តយើងមានតែរៀនទទួលយកអ្វីដែលព្រះអង្គប្រទានឲ្យយើងនេះយើងជាអ្នកបម្រើព្រះអង្គយើងជាអ្នកជឿព្រះអង្គមិនស្រួលទេខ្ញុំសូមបញ្ជាក់ចឹងអរគុណព្រះអង្គខ្ញុំបន្តទៀតចំពោះទី91ខ19ប៉ុន្តែគឺបានបំរុងទុកសម្រាប់ថ្ងៃនៃការជំនុំជម្រះដ៏ធំសម្រាប់ថ្ងៃនៃការវឹកវរហើយសម្រាប់ចុងបំផុតនៃការអាម៉ាស់នៃព្រលឹងរបស់អ្នកវេទនាដល់អ្នកអោពួកដែលមានចិត្តរឹងចុះចេះអើយជាអ្នកដែលបានតាំងចិត្តក្នុងការកម្ចាយឈាមតើអ្នកបានរបស់ល្អសម្រាប់ចិញ្ចឹមសម្រាប់ផឹកនិងរបស់ដែលអ្នកពេញចិត្តនោះមកពីណារបស់ទាំងអស់នោះតើមិនមែនដោយសារព្រះរបស់យើងជាព្រះដ៏ខ្ពស់បំផុតដែលទ្រង់បានប្រទានរបស់ល្អយ៉ាងច្រើនសន្ធឹកសន្ធាប់មកលើផែនដីទេឬអីដូច្នេះហើយសន្តិភាពនឹងគ្មានសម្រាប់អ្នកឡើយវេទនាដល់អ្នកដែលស្រឡាញ់ការប្រព្រឹត្តដោយទុច្ចរិតហេតុអ្វីបានជាអ្នកសង្ឃឹមចង់បានរបស់ល្អចូលឲ្យដឹងចុះថាអ្នកនឹងត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ពួកសុចរិតដែលពួកគេនឹងកាត់កសម្លាប់ហើយពួកគេនឹងមិនមានសេចក្តីមេត្តាករុណាចំពោះអ្នកសោះឡើយវេទនាដល់អ្នកដែលអសប្បាយក្នុងសេចក្តីទុក្ខលំបាករបស់ពួកសុចរិតដោយអ្នកបានគិតថាភ្នោមួយបានជីកមិនមែនសម្រាប់អ្នកទេវេទនាដល់អ្នកដែលធ្វើឲ្យពាក្យរបស់ពួកសុចរិតទៅជាសារប្រលៀបត្បិតអ្នកនឹងគ្មានសង្ឃឹមសម្រាប់ជីវិតឡើយវេទនាដល់អ្នកដែលសរសេរចុះនៅពាក្យកុហកនិងពាក្យរបស់មនុស្សអាក្រក់ព្រោះការកុហកដែលគេបានសរសេរនោះនឹងមានគេឮហើយពួកគេក៏មិនបានបោះបង់ចោលការងៀតងើដែលពួកគេបានដឹងនោះដែរ
សម្រាប់ពួកគេនឹងគ្មានសន្តិភាពឡើយប៉ុន្តែពួកគេនឹងត្រូវស្លាប់យ៉ាងឆាប់ជាប្រកបអេមែនជាពុកទី91ចប់តែប៉ុណ្ណេះប៉ុន្តែមានការកត់សម្គាល់យ៉ាងសំខាន់មួយនៅក្នុងចុងខនេះគឺអ្នកដែលសរសេរចុះនៅពាក្យកុហកលោកអ្នកបងប្អូនគឺត្រង់កន្លែងនេះសំដៅទៅលើអ្នកនិពន្ធសៀវភៅអ្នកដែលសរសេរកម្រងរឿងអ្នកដែលចេះតែស្រមើស្រមៃសរសេរហើយចង់បានស្នាដៃឬក៏ចង់បានកម្រៃពីការសរសេរពីការលក់សៀវភៅខ្ញុំសូមបញ្ជាក់ជូននេះជាបណ្ដាសាហេតុអីបានជាខ្ញុំហ៊ាននិយាយដូច្នេះពីព្រោះបើសិនជាគ្មានការថ្លែងចេញពីមាត់របស់ហោរាទេគឺអត់អីទេប៉ុន្តែនៅពេលដែលហោរាក៏ថ្លែងចេញមកហើយគឺមានន័យថាអ្នកណាក៏ដោយដែលនិពន្ធរឿងរ៉ាវដែលមិនពិតប្រាកដហើយដែលធ្វើឲ្យមនុស្សធ្វើតាមអ្នកដឹងទេការសៀវភៅមួយចំនួនគេលក់គេនិពន្ធជាផ្នែកគំនិតជាស្អីទៅអ្នកខ្លះជាគម្រោងជីវិតអីចឹងទៅគឺដើម្បីនាំមនុស្សឲ្យជោគជ័យនាំមនុស្សឲ្យប្រសើរឡើងប៉ុន្តែរឿងមួយចំនួនដែលនៅក្នុងផ្នែកគំនិតរបស់គេនោះគឺគេចង់លក់សៀវភៅដើម្បីឲ្យបានកម្រៃហើយនៅក្នុងនោះវាមានការនិពន្ធនោះបើជាការត្រឹមត្រូវជាបទពិសោធន៍ជីវិតដ៏ពិតប្រាកដវាអត់អីទេប៉ុន្តែបើជាការគេហៅថាជាប្រយោជន៍ដើម្បីរកតលុយហើយបញ្ចូលនៅផ្នែកគំនិតនៃការកុហកអញ្ចឹងប្រកបណាស់ត្រូវបណ្ដាសាពីព្រោះអ្នកមួយចំនួនដែលចង់ចេះចង់ដឹងពួកគេនឹងធ្វើតាមអ្វីដែលអ្នកទាំងអស់នោះសរសេរចុះដូចជាអ្នកប្រាជ្ញអ្នកអីអ្នកទស្សនវិទូអីជាដើមណាអញ្ចឹងហើយបានជាសុំយើងអ្នកជឿព្រះអង្គក្រៅពីទីបន្ទាល់នឹងជីវិតដែលយើងឆ្លងកាត់ឬក៏ហៅថាជាអ្វីដែលព្រះអង្គនាំក្រៅពីនឹងយើងមិនអាចសរសេរចុះឬក៏មិនអាចបង្កើតជាសៀវភៅដោយតាមការសម័យរបស់យើងបាទទេពីព្រោះវាមានការល្អឬការអាក្រក់ការសម័យហ្នឹងវាអាចមកពីព្រះអាចមកពីអរិយប៉ុន្តែបើសិនយើងមិនដឹងហើយវានាំឲ្យមនុស្សមិនមែនតិចចំនួនទេលោកបងជ្រាបហើយថាក្នុងឧទាហរណ៍ថាសៀវភៅមួយដែលអ្នកប្រាជ្ញបានផលិតឡើងឧទាហរណ៍ថាសម្រាប់ស្វែងយល់ពីអគ្គិសនីយើងនិយាយចឹងនេះជាការល្អទេប៉ុន្តែតាំងពីជំនាន់មុនរហូតដល់ឥឡូវគឺមនុស្សបានយកទ្រឹស្ដីនឹងការអនុវត្តមកប្រើប្រាស់ជាដរាបមកអញ្ចឹងបើសិនជាការនេះល្អអត់អីទេបើសិនជាការនេះមិនល្អវាត្រូវបណ្ដាសាដល់អ្នកដែលធ្វើអ្នកដែលយកមកអនុវត្តគឺត្រូវទាំងអស់គ្នាដូច្នេះហើយបានជានៅក្នុងការរស់នៅដែលយើងជឿដល់ព្រះអង្គមុខរបរនឹងការធ្វើការងារមួយចំនួនគឺត្រូវបានមានបំរាមការធ្វើសម្រាប់ចិត្តធ្វើគឺជាសិទ្ធិរបស់យើងប៉ុន្តែបើសិនជាយើងសម្រាប់ចិត្តធ្វើការងារណាមួយដែលគេហៅថាជាបណ្ដាសាអញ្ចឹងប្រកបណាស់យើងក៏មានចំណែកនៅក្នុងការធ្លាក់ចុះវាយផ្ចាលឬក៏ការស្ដីបន្ទោសពីព្រះអង្គដូចគ្នាដូច្នេះបានជានៅពេលដែលយើងចង់ធ្វើការរកទទួលទានឬក៏ប្រកបអាជីវកម្មអ្វីណាមួយសូមលោកអ្នកធ្វើដោយភាពសុចរិតដោយប្រត្រង់ហើយព្រះពរពាក្យថាព្រះពរនៅពេលដែលយើងធ្វើការដោយសុចរិតនិងប្រត្រង់គឺយើងពិបាកនិយាយឲ្យចំថាវាយ៉ាងម៉េចណាស់ពីព្រោះពេលខ្លះឧទាហរណ៍ថាដូចជាលោកអាប់រ៉ាហាំនៅពេលដែលព្រះអង្គប្រទានពរដល់គាត់លោកអ្នកបងប្អូនឃើញព្រះពរនឹងមិនមែនតិចទេរត់តាមខ្សែគាត់រហូតដល់ដំណរវងព្រះយេស៊ូវគ្រីស្ទហើយរហូតមកដល់យើងសប្តាហ៍នេះទៀតយើងជាអ្នកដែលជឿដល់ព្រះនាមនៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទគឺជាអ្នកដែលបានផ្សារជាប់តាមរយៈព្រះរហ័តនៃព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទទៅកាន់ព្រះពរអាប់រ៉ាហាំដូចគ្នាយើងឃើញនេះហើយជាព្រះពរគឺធំវែង
វែងអន្លាយមែនទេអញ្ចឹងហើយនៅពេលដែលព្រះអង្គថាប្រទានពរឲ្យដូច្នេះហើយយើងសូមកុំឲ្យមើលស្រាលប្រពររបស់ព្រះពីព្រោះយើងមិនអាចដឹងទៅអ្នកបុណ្យទោះបីយើងបានទៅធ្វើដូចអាប់រ៉ាហាំយើងក៏ធ្វើមកកើតតិចខុសត្រូវខុសខ្លះត្រូវខ្លះហើយក៏មានភាពបត់បែនអីចឹងទៅយើងពិបាកណាស់បើសាច់រឿងរបស់គាត់គឺកលុកកលាក់វែងឆ្ងាយលំបាកអូសច្រើនយើងមិនអាចនិយាយបានទេប៉ុន្តែព្រះពរហើយព្រះពរនឹងគឺយើងមិនអាចសន្មត់ថាប៉ុណ្ណេះតាមការគិតតាមអារម្មណ៍ឬការយល់ឃើញរបស់យើងបានទេពីព្រោះព្រះធំព្រះអង្គអាចធ្វើឲ្យបានលើសពីការគិតរបស់យើងហើយដូច្នេះសូមព្រះអង្គប្រទានពរជូនដល់អ្នកបងប្អូនខ្ញុំបញ្ចប់ចំពុកទី96តែប៉ុណ្ណេះយើងនឹងបន្តខ្ញុំនឹងបន្តអានជូននៅចំពុក97នៅក្រោយទៀតអរគុណព្រះអង្គសូមព្រះអង្គប្រទានពរជូនដល់អ្នកបងប្អូនដែលបានស្ដាប់នៅក្នុងព្រះនាមនៃព្រះដ៏ខ្ពស់បំផុតគឺព្រះអង្គម្ចាស់ព្រះយេស៊ូវម៉ាស៊ីយ៉ាអេមែន